ចំពោះអ្នកដែលផឹកស្រារ៉ាំរ៉ៃឬខ្មែរហៅដុំមេតើពេលដែលឈប់ផឹកស្រាភ្លាមៗតើអាចឲ្យគាត់ស្លាប់ដែរទេបាទមុនដំបូងយើងត្រូវយល់ថាស្រាបានពេលញ៉ាំទៅវាធ្វើឲ្យបង្អាក់គេហៅសកម្មភាពក្នុងខួរក្បាលនៅពេលយើងផឹករយៈពេលយូរទៅខួរក្បាលរបស់យើងសម្របខ្លួនទៅនឹងការបង្អាក់ហ្នឹងហើយនៅពេលដែលអ្នកជំងឺអ្នកផឹកស្រាគាត់ឈប់ភ្លាមប្រែធ្វើឲ្យសកម្មភាពក្នុងខួរក្បាលគេហៅកើនឡើងខ្លាំងលើសលប់ដែលកើនឡើងនឹងហើយដែលធ្វើឲ្យអ្នកជំងឺមានអាការៈធ្វើទុក្ខគេហៅខ្មែរហៅរើមេបាទហើយអាការៈរើមេនេះអាចមានកម្រិត3កម្រិតដែរគេហៅទី1កម្រិតស្រាលហ្នឹងអ្នកជំងឺអាចត្រឹមតែមានអារម្មណ៍ថាថប់ណែនអ្នកខ្លះអាចមានបែកញើសអ្នកខ្លះអាចមានញ័រដៃតិចអួតចង្អោរគេញាក់លក់ឬក៏មានបេះដូងលក់ញ័របាទកម្រិតទី2មធ្យមអ្នកជំងឺអាចស្ពាតឈាមកើនឡើងអាចញ័រទ្រូងដូចគ្នាលះឡាស់បងដែរចូលកម្រិតទី3ហៅធ្ងន់ធ្ងរខ្លាំងអាចដល់ថ្នាក់ផ្កាច់ហ្នឹងហើយឬក៏គាត់អាចមានរវើរវាយនឹងគាត់អាចមានមើលឃើញអីប្លែកឬក៏មានឮសូរសលេងអីនិយាយជាមួយគាត់តែឮតែគាត់ឯអ្នកជុំវិញអត់ឮទេមួយទៀតរោគសញ្ញាសំខាន់មួយទៀតគាត់ចេះតែមានអារម្មណ៍ថាមានអីវាកុំស្បែកគាត់បាទជាងគាត់ចេះតែស្បែកឬក៏អីប្រាប់កូនចៅថាមានអីនៅកុំស្បែកគាត់ច្រើនមួយសំខាន់ទៀតគឺដល់ថ្នាក់គេរវើរវាយបាទរវើរវាយពេលខ្លះអត់លែងស្គាល់ខ្លួនឯងលែងស្គាល់អ្នកផ្ទះបាទមិនដឹងថាខ្លួនឯងនៅកន្លែងណាអីចឹងមួយនេះហើយដែលគ្រោះថ្នាក់ខ្លាំងតែអាចសិនបើក្នុងកម្រិតធ្ងន់ហើយមានដល់ថ្នាក់រវល់វាបែបនេះអ្នកជំងឺអាចមានហានិភ័យអាចឲ្យគាត់ស្លាប់បាទប៉ុន្តែលក្ខខណ្ឌមួយចំនួនដែលអាចកើតដល់ថ្នាក់រវល់វិញអាចគេហៅរួមផ្សំជាមួយជំងឺរាងកាយផងដែរឧទាហរណ៍អ្នកផឹកស្រារ៉ាំរ៉ៃគាត់ថ្លើមគាត់ខ្សោយឬថ្លើមគាត់ក្រិនឬក៏បាទអ្នកផឹកស្រានឹងគាត់រាងកាយគាត់ស្គមស្គាំងខ្លាំងគាត់ញ៉ាំតែស្រាគាត់អត់មានញ៉ាំបាយទឹកសោះបាទអញ្ចឹងសរុបមកវិញមុននឹងបើសិនបើនរណាម្នាក់ជាសាច់ញាតិឬក៏ខ្លួនឯងផ្ទាល់បើសិនបើយើងញ៉ាំស្រារ៉ាំរ៉ៃហើយចង់បញ្ឈប់ការញ៉ាំស្រាទីមួយយើងអាចសួរខ្លួនឯងប្រហែលសំណួរទៅយើងអាចកលេចទៅមើលប្រវត្តិពីមុនណាបាទទៅពេលដែលយើងជប់ផឹកស្រាមួយរយៈតើយើងមានអាការៈធ្វើទុក្ខអាការៈរើមេហ្នឹងកម្រិតប៉ុណ្ណាកម្រិតស្រាលដែលខ្ញុំបានរៀបរាប់មុននឹងបន្តិចកម្រិតមធ្យមឬក៏កម្រិតធ្ងន់ណាបាទបើទឹមកម្រិតមធ្យមហើយហ្នឹងហើយទឹមកម្រិតមធ្យមឡើងចាំបាច់ត្រូវតែយើងមកពិគ្រោះជាមួយគ្រូពេទ្យបាទហើយអាការៈនៃការធ្វើទុកនេះយ៉ាងយូរពីអាទិត្យណាបាទគូក្បាលយើងដែលរៀបរាប់ពីគូក្បាលយើងកើនឡើងសកម្មភាពខាងក្រៅទឹមពីអាទិត្យទៅខ្លួនគូក្បាលចាប់ផ្ដើមសម្របវិញបាទណាបាទអញ្ចឹងអំឡុងពេល2សប្តាហ៍នេះគ្រូពេទ្យអាចប្រើថ្នាំមួយចំនួនទៅតាមរោគសញ្ញាជាក់ស្ដែងដើម្បីបន្ធូរបន្ថយឧទាហរណ៍អាចបន្ធូរបន្ថយធ្វើឲ្យគាត់ញ័រដៃខ្លាំងពេកបាទបើគាត់អាចរវាយមើលឃើញអីប្លែកៗគ្រូពេទ្យអាចប្រើថ្នាំខ្លះដើម្បីជួយទុកណាបាទ